តើធ្វើបុណ្យគូប្រាថ្នាដែរឬទេតើសេចក្តីប្រាថ្នាជាប់នៅក្នុងលោភៈដែរឬទេបើមិនប្រាថ្នាគឺជាមិច្ឆាទិដ្ឋិដែរឬទេហើយសេចក្តីប្រាថ្នាបែបណាជាប់នៅក្នុងកងទុក្ខហើយសេចក្តីប្រាថ្នាបែបណាឆាប់រួចចាកផុតទុក្ខហើយអ្វីជាផ្លូវដែលធ្វើឲ្យសេចក្តីប្រាថ្នាទាំងអស់បានសម្រេចចាសម្រេចពាក្យថាប្រាថ្នាប្រែថាជាគ្រឿងរក្សាទុកមានន័យថាគឺជាអ្វីមួយដែលយើងចង់បានប្រាថ្នារបស់ពុទ្ធជនមាន4យ៉ាងទី1ប្រាថ្នាសូមឲ្យមានទ្រព្យសម្បត្តិច្រើនទី2ប្រាថ្នាសូមឲ្យមានយសៈវណ្ណៈខ្ពង់ខ្ពស់ប្រាថ្នាទី3សូមឲ្យបានអាយុវែងប្រាថ្នាទី4នៅពេលដែលស្លាប់ទៅចុតិទៅគឺប្រាថ្នាឲ្យកើតនៅក្នុងសុគតិភពដែលមានសេចក្តីសុខឬកើតនៅក្នុងឋានសួគ៌សេចក្តីប្រាថ្នាទាំង4នេះគឺការប្រាថ្នាជាប់នៅក្នុងកងទុក្ខដែលសត្វទាំងឡាយឬក៏មនុស្សលោកទាំងឡាយឬក៏ទេវលោកទាំងឡាយមិនអាចរួចចាកផុតទុក្ខបានទេពីព្រោះសេចក្តីប្រាថ្នានេះនៅមានបញ្ញខណ្ឌគឺមានការកើតចាស់ឈឺស្លាប់វិលចុះវិលឡើងនៅក្នុងវដ្តនេះឥតឈប់ឈរសេចក្តីប្រាថ្នាដែលឆាប់សម្រេចទៅដល់បរមសុខព្រះនិព្វានដែលព្រះបានសម្ដែងទុកមាន5ទី1ប្រាថ្នាសូមឲ្យខ្ញុំនេះជាបុគ្គលសមាទិដ្ឋិគឺជាបុគ្គលដែលយល់ត្រូវគ្រប់ជាតិភពប្រាថ្នាទី2សូមឲ្យខ្ញុំនេះជាបុគ្គលដែលកើតនៅក្នុងប្រទេសដ៏សមគួរប្រទេសដ៏សមគួរគឺជាប្រទេសដែលមានការដឹកនាំនៅព្រះពុទ្ធសាសនាគឺមានព្រះពុទ្ធសាសនាមានអ្នកចេះដឹងនៅព្រះពុទ្ធសាសនាទី3សូមឲ្យខ្ញុំនេះគឺជាបុគ្គលដែលជួបជាមួយនឹងបុគ្គលដែលចេះធម៌ដឹងធម៌ជាកល្យាណមិត្តជាបណ្ឌិតដែលអាចដឹកនាំឲ្យខ្ញុំនេះរួចចាកផុតទុក្ខបានដោយការបដិបត្តិធម៌ប្រាថ្នាទី4ប្រាថ្នាទី4នេះសូមឲ្យខ្ញុំនេះមានសទ្ធាមុតមមតាំងមមដោយសេចក្តីល្អសទ្ធាជឿត្រូវជាបុគ្គលដែលមានសទ្ធាមមគ្រប់ជាតិគ្រប់ភពប្រាថ្នាទី5សូមឲ្យខ្ញុំនេះមានកាយភ្នែកមើលធ្លុះយល់នៅសេចក្តីយល់អំពីធម៌អាចបដិបត្តិធម៌ឲ្យខ្លួនឯងនេះរលាស់ខ្លួនចេញចាក់ទុកទៅដល់បរមសុខគឺមហាព្រះនិព្វានប្រាថ្នាទាំង5នេះគឺជាសេចក្តីប្រាថ្នាដែលធ្វើឲ្យឆាប់រួចចាកផុតទុក្ខដែលអរិយបុគ្គលទាំងឡាយតែងតែប្រាថ្នាតើបំណងប្រាថ្នាដែលយើងប្រាថ្នាឲ្យបានសម្រេចគួរធ្វើបែបណាការដែលពងប្រាថ្នាដែលនាំឲ្យសេចក្តីប្រាថ្នាបានសម្រេចមាន5យ៉ាងទី1គឺសទ្ធាគឺជាការជឿមាំគឺជាការជឿត្រូវទី2គឺសិលហ្នឹងគឺជាការវាចាកនៅអំពើបាបទាំងឡាយទាំងពួងទី3គឺសត្តៈគឺជាបុគ្គលដែលស្ដាប់ច្រើនស្ដាប់ត្រូវជាបុគ្គលដែលមានចំណេះដឹងច្រើនទី4គឺចាកៈគឺជាការលះនៅអ្វីដែលគួរលះដល់បុគ្គលដែលគួរលះចាកៈហ្នឹងលះគឺលះត្រូវដោយលះនៅលោភៈទោសៈមោហៈអញ្ចឹងអាហ្នឹងក៏រាប់ថាជាចាកៈដែលលះដល់ត្រឹមត្រូវហើយលះដល់បុគ្គលដែលគួរលះគឺបុគ្គលដែលមានគុណឧបការៈបុគ្គលដែលមានផលប្រយោជន៍នៅក្នុងសង្គមបុគ្គលដែលមានសិលអីចឹងទៅហើយចំណែកឯទី5គឺជាបុគ្គលដែលមានបញ្ញាអញ្ចឹងទាំង5យ៉ាងនេះគឺជាផ្លូវដែលធ្វើឲ្យសេចក្តីប្រាថ្នាទាំងឡាយបានសម្រេចប្រាថ្នាបែបណាក៏សម្រេចដែរទី1សទ្ធាទី2សិលទី3សត្តៈទី4ចាកៈទី5បញ្ញាអញ្ចឹងទាំង5នេះគឺជាផ្លូវដែលធ្វើឲ្យសេចក្តីប្រាថ្នាអាចសម្រេចរាល់សេចក្តីប្រាថ្នាទាំងអស់អញ្ចឹងរាល់សេចក្តីប្រាថ្នាមិនថាប្រាថ្នាត្រូវឬក៏ប្រាថ្នាខុសទេគឺតែងតែសម្រេចអាគ្រឿងទាំង5យ៉ាងហ្នឹងគឺវាប្រៀបបានដូចជាទ្រព្យសម្បត្តិរបស់យើងប្រៀបបានដូចជាលុយអញ្ចឹង
đại dương ai tinh vậy của bạn tinh aiនឹងtinhរបស់ត្រូវទៅក៏ជាសុខបើtinhរបស់មិនត្រូវទៅគឺជាទុក្ខវាថាមានលុយទៅtinhគ្រឿងញៀនអាហ្នឹងជាអ្វីដែលអាចtinhបានប៉ុន្តែtinhរបស់ដែលខុសហើយដល់ពេលយើងមានលុយទៅtinhរបស់ដែលត្រឹមត្រូវដែលជាប្រយោជន៍អាហ្នឹងគឺជាសេចក្តីសុខអញ្ចឹងបនដូចគ្នាកាលណាដែលយើងបានបំពេញហើយគឺយើងអាចប្រាថ្នាបានប៉ុន្តែបើសិនជាយើងប្រាថ្នាខុសធ្វើឲ្យយើងជាប់នៅក្នុងវដ្តដាក់បើយើងប្រាថ្នាត្រូវធ្វើឲ្យយើងនឹងឆាប់រួចចាកផុតទុក្ខទៅដល់បរមសុខគឺមហាព្រះនិព្វានហើយសួរថាតើសេចក្តីប្រាថ្នាជាប់នៅក្នុងលោភៈទេបើយើងប្រាថ្នានៅក្នុងលោភៈសេចក្តីប្រាថ្នាគឺជាលោភៈប៉ុន្តែបើយើងមិនប្រាថ្នាឲ្យជាប់នៅក្នុងលោភៈទេយើងប្រាថ្នាចេញចាក់ទុក្ខនេះសេចក្តីប្រាថ្នាគឺប្រៀបបានដូចជាអធិដ្ឋានបារមីមួយដែរនៅក្នុងបារមីទាំង10គឺមានអធិដ្ឋានបារមីគឺជាសេចក្តីប្រាថ្នានឹងឯងដែលបុគ្គលទាំងឡាយសេចក្តីប្រាថ្នាហ្នឹងគឺមិនបានផលអំពីអ្នកដតីទាំងឡាយឯណាឲ្យពរឬក៏ដោយការគ្រាន់តែសុំនោះឡើយគឺត្រូវសាងហេតុទាំង5ហ្នឹងគឺសទ្ធាសិលសត្តៈចក្ខៈបញ្ញាបើសិនមិនមានទាំង5ហ្នឹងទេសេចក្តីប្រាថ្នាទាំងឡាយមិនបានសម្រេចឡើយហើយបើសិនជាធ្វើទាំង5ហ្នឹងហើយប្រាថ្នាខុសទៀតគឺជាប់នៅក្នុងវដ្តវិលចុះវិលឡើងអត់ឈប់ឈរអញ្ចឹងបានជាយើងត្រូវរៀនដើម្បីអីរៀនដើម្បីឲ្យខ្លួនឯងនេះរកផ្លូវរំដោះទុក្ខការបំពេញបុណ្យគឺជារឿងត្រឹមត្រូវការប្រាថ្នាក៏មិនមែនជារឿងខុសប៉ុន្តែយើងប្រាថ្នាខុសគឺវាធ្វើឲ្យខ្លួនឯងនេះជាប់នៅក្នុងកងទុក្ខប៉ុន្តែបើយើងប្រាថ្នាត្រូវយើងនឹងឆាប់រួចចាកផុតទុក្ខតែសួរថាតើប្រាថ្នាភ្លាមរួចចាកផុតទុក្ខភ្លាមមែនទេវាអាចនឹងរួចចាកផុតទុក្ខភ្លាមបើសិនជាបុណ្យកុសលយើងនឹងគ្រប់វាប្រៀបបានដូចជាលុយយើងដែលគ្រប់ចង់ទិញរបស់អ្វីមួយបើយើងមានលុយតិចយើងទិញរបស់បានតូចឬក៏របស់ហ្នឹងវាថោកអីចឹងទៅតែបើសិនជាលុយយើងច្រើនវាប្រៀបបានដូចជាបុណ្យយើងនឹងច្រើនយើងអាចប្រាថ្នារឿងធំក៏សម្រេចដែរអញ្ចឹងវាដូចគ្នាការប្រាថ្នាមិនមែនជាលោភៈការប្រាថ្នាក៏មិនមែនសិតតែជារឿងត្រឹមត្រូវសំខាន់យើងប្រាថ្នាត្រូវនៅក្នុងវីដេអូនេះគឺមានតែប៉ុណ្ណឹងទេដែលនេះខ្ញុំបកស្រាយអំពីសេចក្តីប្រាថ្នាការធ្វើបុណ្យកុំគិតថាអូប្រាថ្នាសិតតែជាប់នៅក្នុងលោភៈមិនមែនទេតែយើងចេះប្រាថ្នាហើយនៅហើយកុំគិតថាធ្វើបុណ្យមិនបាច់ប្រាថ្នាទេបើពេលខ្លះយើងគិតថាធ្វើបុណ្យមិនបាច់ប្រាថ្នាក៏បានដែរពេលខ្លះវាគិតទៅជាមិច្ឆាទិដ្ឋិទៀតអត់ជឿលើបុណ្យអត់ជឿលើបាបអាហ្នឹងខុសទៀតអញ្ចឹងយើងប្រាថ្នាឲ្យចេះប្រាថ្នាយ៉ាងណាឲ្យខ្លួនឯងនេះឆាប់រួចចាកផុតទុក្ខគឺគេហៅថាប្រាថ្នាត្រូវណាចាអាហ្នឹងមានលុយដូចជាយើងចេះចាយអញ្ចឹងទៅអញ្ចឹងបុណ្យដូចគ្នាយើងចេះចាយបុណ្យដូចជាយើងចេះចាយលុយយើងចេះប្រាថ្នាខ្លួនឯងបានសុខហើយវីដេអូនេះគឺមានតែប៉ុណ្ណឹងទេបើសិនជានាងខ្ញុំបរិយាយខុសនៅក្នុងសភាវៈធម៌ត្រង់ប្រការណាមួយសូមលោកអ្នកដែលចេះដឹងចូលខមមិនកែលម្អផងហើយក៏សូមអរគុណសម្រាប់លោកអ្នកដែលបានស្ដាប់វីដេអូនេះដោយយល់អំពីហេតុទាំងឡាយដែលសំគូហើយចែកចម្លែកសូមលោកអ្នកទទួលបាននៅផលបុណ្យមហាកុសលរបស់លោកអ្នកជាធម្មទានរបស់លោកអ្នកដោយសេចក្តីល្អចា៎អរគុណ